បាទអនុញ្ញាតគោរពជំរាបសួរបងប្អូនទាំងអស់បាទជាទីគោរពប្រមាណអឺថ្ងៃនេះគឺខ្ញុំមានវីដេអូបាទចែករំលែកដល់បងប្អូនពាក់ព័ន្ធទៅនឹងការធ្វើ cover បទចម្រៀងដោយប្រើ AI AI នេះគឺខ្ញុំប្រើកម្មវិធី Musicful ដែលវាមានប៊ូតុងមួយគឺ AI cover song ដូច្នេះបងប្អូនអាចប្រើបទចម្រៀងចាស់ៗយកមក cover ដោយអឺมันមានបញ្ហានោះទេបងប្អូនក៏ប៉ុន្តែយើងត្រូវប្រើ website ហ្នឹងមានពីរបាទទីមួយគឺ Musicful AI ដែលយើងអាចប្រើប្រាស់ទូរស័ព្ទដៃបានទីពីរគឺ website Jamable បាទ Jamable នេះគឺជា website មួយដែលលោកអ្នកធ្វើការ clone សំឡេងបាទរបស់ម្ចាស់បទដើមសិនហើយបន្ទាប់មកយើង download វាជា file a cappella ហើយយើងយកវាមក upload ចូលក្នុង AI cover របស់ Musicful ដូច្នេះគឺយើងនឹងទទួលបាននៅរសជាតិបទថ្មីមួយដែលទំនុកច្រៀងហ្នឹងដដែល melody បាទដដែលក៏ប៉ុន្តែកែប្រែទៅលើភ្លេងថ្មីបាទទៅលើភ្លេងឧបករណ៍ថ្មីបាទរក្សានៅដដែលអញ្ចឹងចង់ដឹងថាតើរបៀបនៃការធ្វើហ្នឹងធ្វើយ៉ាងម៉េចខ្លះសូមបងប្អូនតាមដានទស្សនាជាមួយនឹងខ្ញុំបាទដូចតទៅហើយជាពិសេសគឺបទដែលផលិតចេញមកនោះប្រសិនបើលោកអ្នកប្រើ account Pro គឺលោកអ្នកមានសិទ្ធិបាទ upload ចូលទៅក្នុង YouTube បានអត់បញ្ហាបាទឥឡូវតាមដានទស្សនាជាមួយខ្ញុំបាទដូចតទៅបាទអញ្ចឹងបងប្អូនខ្ញុំធ្វើរបៀបនេះគឺខ្ញុំប្រើកម្មវិធីពីរបាទកម្មវិធីទី1គឺកម្មវិធីថ្មីបាទ Jamable ដែលកម្មវិធីនេះគឺជួយបំលែងបាទជួយ clone សំឡេងអ្នកចម្រៀងហ្នឹងឲ្យคล้ายទៅជាសំឡេងផ្សេងមួយទៀតអ្នកមានន័យថាដូចជា cover អ្នកច្រៀងសារថ្មីអញ្ចឹងបងប្អូនបាទអញ្ចឹងនៅថ្ងៃនេះខ្ញុំនឹងប្រើហើយប្រាប់អំពី technique នេះជូនបងប្អូនបាទដោយសារតែកន្លងមកនេះគឺ AI បានហាមឃាត់មិនឲ្យយកបទពីដើមមក cover ទេធ្វើឲ្យបងប្អូនមួយចំនួនមានការឈឺក្បាលពិបាកក្នុងការប្រើអញ្ចឹងខ្ញុំស្រាវជ្រាវទៅឃើញថាយើងហើយខ្ញុំក៏បានធ្វើសាក2 3បទហើយអត់បញ្ហាទេបាទអញ្ចឹងខ្ញុំក៏ចែករំលែកបាទអញ្ចឹងដំបូងគឺ បងប្អូនត្រូវត្រៀមសិនបាទត្រូវត្រៀមតើបទអីដែលបងប្អូនចង់យកមកធ្វើអញ្ចឹងខ្ញុំយកមកធ្វើនេះគឺបទសន្សើមផ្កាព្រៃអញ្ចឹងខ្ញុំត្រូវរកបទចម្រៀងនឹងសិនបាទរក lyric សុំទោសបាទខ្ញុំយក lyric ហ្នឹងដើម្បីយកមកការពារក្នុងការដែល AI គាត់ generate អក្សរមកគឺអត់បានល្អបាទអត់ត្រូវបាទអញ្ចឹងទៅធ្វើឲ្យ cover ទៅវាអត់ត្រឹមត្រូវដូចគ្នាអញ្ចឹងខ្ញុំ copy ហើយយកមក paste លើបទចាស់នេះបទដែលខ្ញុំបានធ្វើហើយបាទអញ្ចឹងខ្ញុំសាកធ្វើឲ្យហើយមុនសិនបាទបើកើតបានខ្ញុំចែករំលែកដើម្បីកុំឲ្យខាតពេលវេលាបាទនេះគឺជាបទបាទរបស់លោកព្រាបសវត្ថអញ្ចឹងយើងត្រូវត្រៀមបាទ lyric ឲ្យហើយដើម្បីទៅកែបទចម្រៀងហ្នឹងបាទយើងចាប់ផ្ដើមគឺខ្ញុំបាទភាសាទៀតបាទទីមួយគឺយើងប្រើ website មួយឈ្មោះថា Jamable អញ្ចឹងបងប្អូនវាយ Jamable អញ្ចឹងមកវាលូនដែរបាទហើយអត់តន់ log in បងប្អូនចុច log in ទៅនេះ jamable.com ហើយបន្ទាប់មកបងប្អូនចូល create ហើយ create កន្លែងនេះអានេះគឺមាន audio to sing បើយើងមាន audio ហើយបទចម្រៀងដែលមាន audio ហើយយើងចុចអាហ្នឹងមកហើយយើងអាច convert to បទចម្រៀងណាមួយឲ្យអ្នកចម្រៀង AI ណាមួយឲ្យច្រៀងឲ្យយើងអញ្ចឹងដោយសារតែចម្រៀងហ្នឹងខ្ញុំ download មកមានទាំងភ្លេងមានទាំងអ្នកច្រៀងនៅជាមួយគ្នាបាទនេះសិតតារាចម្រៀងបងប្អូនចង់យកមួយណាឥឡូវទៀតខ្ញុំយកបាឡានេះចុះបាទហើយបន្ទាប់មកខ្ញុំចុចពាក្យ continue បាទហើយខ្ញុំ select song បាទ select song ជ្រើសរើសបទចម្រៀងខ្ញុំយកពាក្យ upload បាទខ្ញុំចុចសញ្ញាព្រួយបន្ទាប់មកនេះបាទសន្សើមផ្កាព្រៃហើយខ្ញុំបើកបាទអញ្ចឹងខ្ញុំចាប់ផ្ដើម start cover បាទឲ្យអ្នកតារាចម្រៀងនេះចាប់ផ្ដើម cover បទរបស់លោកព្រាបសវត្ថបាទអញ្ចឹងបងប្អូនចាំតិចបាទ
អញ្ចឹងយើងជួដែរវាពាក់ព័ន្ធទៅនឹងអ៊ីនធឺណិតបាទអញ្ចឹងចាប់ផ្ដើមហើយបងប្អូននេះគឺបានឡើងមកភ្លាមគឺបាន44%បាទអញ្ចឹងបងប្អូនរងចាំបន្តិចអញ្ចឹងខ្ញុំ pause តិចសិនដើម្បីកុំឲ្យរងចាំយូរបាទហើយបន្តមកខ្ញុំបន្តទៀតបាទបងប្អូនឥឡូវនេះគឺបានហើយ convert បានហើយបាទអញ្ចឹងបទនេះមានប្រវែង4នាទីចុច38វិនាទីអញ្ចឹងយើងស្ដាប់តិចមើលបាទបាទនេះគឺជាសំឡេងបាទដែលតារារូបនេះ cover បទរបស់លោកព្រាបសវត្ថមានន័យថាជាតារា AI ទេបងប្អូនព្រមមកយើងចុចពាក្យ download ហើយ file ដែលបងប្អូនត្រូវ download គឺ file a cappella ដើម្បីយកទៅដាក់នៅក្នុងកម្មវិធី Music Full AI អញ្ចឹងខ្ញុំ download មកបាទអានេះយើង download មានទាំង play មានទាំងសំឡេងច្រៀងនេះយើង download បានត្រឹមតែសំឡេងភ្លេងទេបងប្អូនបាទអញ្ចឹងយើងយក a cappella បាទអញ្ចឹងខ្ញុំ down មកបានហើយបងប្អូនអញ្ចឹងខ្ញុំទៅបើក Music Full បាទវីដេអូនេះមកដល់ Music Full បាទបងប្អូនត្រូវយក version ដែលខ្ពស់បាទ version 3 ចុចទើបច្រៀងខ្មែរបានច្បាស់ហើយបន្ទាប់មកបងប្អូនក្រឡេកមើលAI cover បាទអញ្ចឹងយើងចុច AI cover មកបន្ទាប់មកខ្ញុំយកតារាចម្រៀងyes ឧទាហរណ៍យកតារាចម្រៀងនេះចុះបាទឬក៏ក្មេងមិនដឹងអីនេះបាទសាក់បត់ហ្នឹងចុះបាទសាក់តារាហ្នឹងចុះអញ្ចឹងខ្ញុំប្រើពាក្យ use បាទហើយបន្ទាប់មកខ្ញុំចុចនេះបាទចុចកន្លែងនេះបងប្អូនបាទហើយយើងយក file ដែលយើង download នេះគឺឈ្មោះ a cappella នេះបាទយើង open វាមកបាទអញ្ចឹង upload ចូលនេះបងប្អូនបន្ទាប់មកយើងប្រើពាក្យថា generate AI cover យើងចុចវាមកបាទអញ្ចឹងAI នឹង cover បទចម្រៀងនេះម្ដងទៀតដោយប្រើ file a cappella ដែលបានពី Jammable នេះបងប្អូន wait in line អញ្ចឹងកំពុងតែ generate បងប្អូនចាំមើលបាទបងប្អូនចាំបន្តិចបាទរៀងយូរដែរត្រង់កន្លែងនេះបងប្អូនបាទដោយសារ AI ត្រូវការពេលវេលាបាទអញ្ចឹងខ្ញុំpause ឲ្យបន្តមកហើយយើងនឹងមើលបន្តថាតើនៅពេលដែលបានហើយសំឡេងមានលក្ខណៈបែបណាបាទបងប្អូននេះគឺបានហើយបាទអញ្ចឹងពលីមករហូតដល់4នាទីជិតកន្លះហើយបាទអញ្ចឹងខ្ញុំចុចមើលសិនผมจิตทุกการพบบับดาโดยទុកសង្សារបាទបន្ទាប់មកបងប្អូនចុច download បាទយើង download ភាសាទៀតបងប្អូនបាទបន្ទាប់ពី download ភាសាទៀតហើយបងប្អូនត្រឡប់មក AI Music បាទសូមបញ្ជាក់ថាបងប្អូនកន្លែងនេះបងទាំងអស់បងប្អូនទាំងអស់មិនបាច់ download ភាសាទៀតក៏បានដែរបើសិនជាយើងអាចប្រើបានប៉ុន្តែដើម្បីឲ្យច្បាស់ប្រកាសថាមិនជាប់នោះគឺយើងត្រូវប្រើពីរតង់នេះមានន័យថា a cappella លើកទី1ហ្នឹងយើងយកមកដាក់ក៏បានហើយយើងចាំឲ្យ AI cover នេះហើយយើងយក file ទី2នេះក៏បានដែរប៉ុន្តែខ្ញុំធ្វើទី2នេះអញ្ចឹងយើងយក select មកហើយ upload វាបាទហើយយើងបន្ទាប់ពី upload ចូលកន្លែងហ្នឹងយើងយកពាក្យ cover ហើយចុច continue តែម្ដងបាទអញ្ចឹងបងប្អូនចាំបន្តិចបាទអានេះគឺសំឡេងសុទ្ធបាទនៅពេលដែលសំឡេងសុទ្ធនឹងហើយគឺ platform របស់ Music Full នេះនឹងតាក់តែងmelody តាមទំនុកសំឡេងច្រៀងនឹងឲ្យយើងតែម្ដងបងប្អូនបាទអញ្ចឹងអត់ពិបាកទេឥឡូវវាបាន 5% បាទ 10% ហើយអញ្ចឹង 100% គឺយូរដែរបាទអញ្ចឹងខ្ញុំចាំដល់ 100% ខ្ញុំដាក់
ជូនតែម្ដងបាទអញ្ចឹងខ្ញុំចុច stop វាបន្តិចសិនបាទបងប្អូនឥឡូវនេះគឺបានហើយនេះបងប្អូននេះអាកាពេឡានេះគឺយើងបាន upload ចូលហើយអញ្ចឹងយើងមើលបាទនេះបងប្អូនអ្វីដែលបងប្អូនត្រូវមានភាពកែនៅកន្លែងនេះបងប្អូននេះឃើញទេសូមទោសមិនមែនកែទេនេះគឺជាទំនុកបាទនេះគឺជាទំនុកបងប្អូនទំនុកបទចម្រៀងហ្នឹងបាទអញ្ចឹងសូមទោសមិនមែនទំនុកទេអធិស្ឋានគឺ melody បទហ្នឹងបងប្អូន copy វាមកកន្លែងនេះគេឲ្យយើងដាក់ lyric ទេបងប្អូនអញ្ចឹងបងប្អូន copy អានេះបាទ copy ទំនុកហ្នឹងបងប្អូនយកមក paste វានៅនេះវិញនៅកន្លែង describe នេះឃើញទេបងប្អូនបាទអញ្ចឹងយើងបន្ទាប់មកបងប្អូនលុបអានេះចោលលុបអានេះបាទប៉ុន្តែមានបទខ្លះគឺវាចេញមកនៅកន្លែងហ្នឹងទាំង lyric ទាំងគេថា melody អញ្ចឹងបងប្អូនត្រូវមើលអក្ខរាវិរុទ្ធហើយដើម្បីកែឲ្យបានច្បាស់គឺបងប្អូនត្រូវកែកន្លែងហ្នឹងអាខាងក្រោមនេះមិនបាច់ទៅ save អ្វីទាំងអស់ប្រសិនបើវាមាន lyric នៅហ្នឹងជាមួយនឹង melody អញ្ចឹងបងប្អូនកន្លែងហ្នឹងគឺបងប្អូនត្រូវច្បាស់បាទឥឡូវនេះគឺយើង copy មកបងប្អូននេះបាទ copy បទចម្រៀងហ្នឹងមកបទចម្រៀងដែលយើង copy ចេញពីបាទអញ្ចឹងខ្ញុំ copy បាទបន្ទាប់មកយើងយកមកដាក់នៅហ្នឹងឯងបងប្អូនដាក់កន្លែង lyric ហ្នឹងយើង copy យើងមក paste នៅហ្នឹងបាទឃើញទេបងប្អូនបាទតែ lyric នេះដូចជាអត់អស់បងប្អូនជប់ខ្ញុំមើលសិនបាទអញ្ចឹងដូចជាអត់អស់ទេបាទអញ្ចឹងខ្ញុំលុបចោលមួយសារទៀតខ្ញុំសូមលុបចោលកន្លែង play នេះបាទបាទវាកុំព្រួយឃើញទេមានខុសកុំព្រួយហ្នឹងបាទកុំព្រួយចឹងបងប្អូនត្រូវមើលអាហ្នឹងឲ្យច្បាស់បាទបន្ទាប់មកយើង copy lyric ហ្នឹងមកហើយយើងយកមក paste នៅនេះអានេះគឺគ្រប់ហើយបងប្អូនហើយបទហ្នឹងគឺប្រុសច្រៀងមែនទេបងប្អូនបាទចឹងបើប្រុសច្រៀងយើងចុចយក mail voice mail នេះ song title យើងលុបអានេះមកបាទដើម្បីកុំឲ្យឲ្យដាក់ cover ចឹងទៅងាយចំណាំបាទបន្ទាប់មកយើងចុចពាក្យ cover ចឹងបងប្អូនចាំមើលលទ្ធផលដែលយើងទទួលបានតើដូចជាបទ melody ហ្នឹងដូចជាបទដើមដែរឬទេបាទចឹងបងប្អូនចាំមើលឥឡូវនេះAI កំពុងតែធ្វើការឲ្យយើងបាទចាំតិចបងប្អូនបាទជាស្រ័យបងប្អូនយើងយូរបន្តិចហើយបាទអញ្ចឹងនេះគឺជាវិធីមួយទៀតដែលយើងអាចយកបទចាស់យកមក cover បាទឃើញទេបានបាទបងប្អូននេះបាទ new song ready click to play អញ្ចឹងវាអត់ទាន់បាន ready 100%ទេដោយសារវាអត់លូតនីតិបើសិនជាបទនឹង 100% គឺលូតនីតិបែបនេះបងប្អូនឥឡូវនេះចាំមើលថាតើរៀបភ្លេងរៀបចម្រៀងហ្នឹងត្រូវដែរឬទេអញ្ចឹងបងប្អូនចាំស្ដាប់ទាំងអស់គ្នាមកតែហើយបងប្អូនព្រឹកប្រហាមសម្រស់ធម្មជាតិត្រកាក្រាលគ្របដកដាមដោយទឹកប្រហាមមែនបងប្អូននេះខ្ញុំអត់បានមើលបាទនេះកាពិតព្រឹកប្រហៀម
ក្រៃក្រអូបស្រូបគ្រប់ដង អញ្ចឹងបានត្រូវបងប្អូនឃើញទេ ក្លិនផ្សះផ្សើមសន្សើមបេះដូងសំផាស្រទន់មានលក្ខណៈផ្កាអីផ្កាសូមស្នួននួនយល់បំណងក្តីស្រឡាញ់ពេញព្រៀបដួងចិត្តនៃបងសូមធ្នមផ្កាទាំងតងលះក្នុងហារតី បាទមិនដែរបងប្អូនប្រុសទេបាទកន្លែងនេះបាទឲ្យពីរ ព្រឹកប្រហាមសម្រស់ធំជាតិត្រកាលក្រាលគ្របដកដាមដោយទឹកសន្សើមក្លិនផ្កា បាទអញ្ចឹងនេះគឺជារបៀបធ្វើអញ្ចឹងបងប្អូនអាចធ្វើតាមវិធីរបស់ខ្ញុំនេះបានបាទដោយប្រើកម្មវិធី clone សំឡេងគឺ Jammable បាទកម្មវិធីនេះមួយហើយបន្ទាប់មកប្រើ Music Full បាទដែលមានចំណុចពិសេសគឺ cover ហើយឥឡូវនេះខ្ញុំអន់ចិត្តខ្លួនឯងដែរដោយសារតែព្រឹកប្រហៀមតែខ្ញុំភ្លេចដាក់ត្រីសាប់អញ្ចឹងឥឡូវនេះខ្ញុំ cover មួយសារទៀតដើម្បីទុកស្ដាប់ខ្លួនឯងដែរបាទអញ្ចឹងខ្ញុំចុច cover ម្ដងទៀតបាទអញ្ចឹងវាឡើង4បទបាទអញ្ចឹងបងប្អូនប្រសិនបើបងប្អូនមានសំណួរផ្សេងៗបងប្អូនអាច comment ក្នុងវីដេអូរបស់ខ្ញុំបានហើយបងប្អូនក៏អាចចូលក្នុង group Telegram របស់ខ្ញុំដែរសូមបញ្ជាក់ក្រុមហ៊ុន group Telegram របស់ខ្ញុំមិនមែនជា group បង្រៀនមិនមែនជា group រកលុយឬក៏មិនមែនជា group ដើម្បីធ្វើឲ្យបានផលប្រយោជន៍មកខ្ញុំដែរគឺបងប្អូនមុននឹងចូលបងប្អូនត្រូវគិត group នេះគឺការចែករំលែកតែប៉ុណ្្នឹងទេគោលបំណងនៃការបង្កើត group នេះឡើងយើងចែករំលែកគ្នាហើយក៏មានបងខ្លះគាត់ផលិត content អីហើយមានចំណាប់អារម្មណ៍យើង share នៅក្នុងហ្នឹងហើយយើងក៏ចូលគ្នាបានអញ្ចឹងអរគុណច្រើនសម្រាប់ការចុច subscribe និងចុច like ដល់បងប្អូនទាំងអស់គ្នាខ្ញុំមានវីដេអូបន្តបន្ទាប់ទៀតពាក់ព័ន្ធទៅនឹង customize សំឡេងខ្លួនឯងធ្វើជា unique មួយសម្រាប់យើង cover បទចម្រៀងច្រៀងលេងដោយខ្លួនឯងបានដូចគ្នាបងប្អូនសម្រាប់កម្មវិធី Music Full AI បាទអរគុណច្រើនគ្រប់ជំរាបលាបាទ